ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទច័ន្ទសម្បូរនៅឆ្នាំ2015ក្រុមហ៊ុន Elite Food បានបង្កើតឡើងដោយមានរូបខ្ញុំនិងសហស្ថាបនិក7នាក់ទៀតក្នុងរយៈពេល10ឆ្នាំមកនេះចាប់តាំងពីពេលវេលា Elite Food ត្រូវបានបង្កើតយើងបាននាំចូលម៉ាកយីហោម្ហូបអាហារចំនួន3មានដូចជា Momo Paradise, Sore និងកងឆាយើងចាប់ផ្ដើមពីចំណុចមួយដែលមានត្រឹមតែបុគ្គលិកតិចបំផុតប៉ុន្តែនាពេលបច្ចុប្បន្ននេះយើងមានសាខាចំនួន21និងបុគ្គលិករហូតទៅដល់ជាង300នាក់ដែលកំពុងបន្តដំណើររីកដុះដាលជាមួយយើងខ្ញុំក្រុមហ៊ុនយើងបានផ្ដោតសំខាន់ទៅលើគុណភាពសុខភាពនិងការអភិវឌ្ឍធនធានមនុស្សគោលបំណងរបស់ខ្ញុំគឺនាំមកនូវគុណភាពម្ហូបអាហាររសជាតិកម្រិតខ្ពស់និងម៉ាកអន្តរជាតិដែលមកចែករំលែកបទពិសោធន៍ជូនប្រជាជនក្នុងស្រុកនិងបង្កើតការងារសម្រាប់បងប្អូនយើងទាំងអស់គ្នារយៈពេលជិត10ឆ្នាំមកនេះខ្ញុំទទួលបានបទពិសោធន៍ជាច្រើនតាមរយៈការរៀបចំនិងអនុវត្តផែនការផ្សេងៗការប្រឈមនិងការដោះស្រាយបញ្ហានានាដែលបានអនុញ្ញាតឲ្យខ្ញុំរៀនសូត្រនិងបង្ការកុំឲ្យបញ្ហាដដែលកើតឡើងដដែលនៅពេលក្រោយខ្ញុំបានចរចាជាមួយក្រុមហ៊ុនមួយនៅប្រទេសជប៉ុនក្នុងឆ្នាំ2015គឺ Momo Paradise ដែលជាហាងស៊ុបshabu shabu និងស៊ុបគីយ៉ាគីហើយយើងបានបង្កើតសាខាទី1ក្នុងឆ្នាំ2016នេះជាជំហានដំបូងនៃភាពជោគជ័យរហូតដល់បច្ចុប្បន្ន Momo Paradise មានសាខា3ហើយកំពុងរៀបចំសាខាថ្មីបន្ថែមទៀតចំពោះខ្ញុំផ្ទាល់ពីបុគ្គលដែលមិនមានបទពិសោធន៍ការងារជាអ្នកគ្រប់គ្រងឬដឹកនាំផ្ទាល់តែសោះតែខ្ញុំបានទទួលទំនុកចិត្តពីក្រុមហ៊ុនឲ្យកាន់ការងារជាអ្នកគ្រប់គ្រងតែម្ដងមកពីតូក្យូប្រទេសជប៉ុនកាលពីឆ្នាំ2016ហាងស៊ុប Momo Paradise បានបើកដំណើរការជាផ្លូវការខ្ញុំទទួលបានការបដិបដាលលម្អិតពីដំណើរការទាំងស្រុងនៅក្នុងហាងពីជនជាតិជប៉ុនផ្ទាល់តែម្ដងក៏ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើការសិក្សានិងអនុវត្តបន្ថែមទៀតនោះគឺការគ្រប់គ្រងមនុស្សផលិតផលនិងការផ្ដល់សេវាកម្មទៅកាន់អតិថិជនដែលកិច្ចការទាំងនេះត្រូវផ្អែកលើតថភាពក្នុងប្រទេសយើងជាក់ស្ដែងពលគឺมันអាចយកវិធីគ្រប់គ្រងនិងដឹកនាំការបម្រើអតិថិជនពីប្រទេសជប៉ុនមកអនុវត្តទាំងស្រុងបានឡើយនៅក្នុងឆ្នាំ2017ខ្ញុំបាននាំយីហោសាច់អាំងអន្តរជាតិដ៏ពេញនិយមមួយទៀតគឺ Sore មកកាន់ទីផ្សារកម្ពុជាសាខាទី1បានបើកនៅក្នុងឆ្នាំ2018ហើយសប្តាហ៍ថ្ងៃនេះយើងមាន7សាខានិងកំពុងបន្តបើកសាខានៅតំបន់សំខាន់ៗផ្សេងទៀតត្បិតតែមិនបានសិក្សាឬក៏ទទួលបានការបណ្ដុះបណ្ដាលផ្ទាល់ពីដំណើរការហាងពីដំបូងប៉ុន្តែខ្ញុំទទួលបានការទុកចិត្តម្ដងទៀតនិងដល់ឱកាសឲ្យទទួលខុសត្រូវម៉ាកយីហោមួយនេះទៀតចាប់តាំងពីចុងឆ្នាំ2018មកដោយទទួលបានការគាំទ្រលើសការរំពឹងទុកSoreបានពង្រីកសាខាគួរឲ្យកត់សម្គាល់ក្នុងរាជធានីភ្នំពេញបន្តមកនៅឆ្នាំ2020ទោះបីជាពេលវេលាដ៏លំបាកដោយសារជំងឺរាតត្បាត COVID-19 ខ្ញុំមិនបានឈប់ចាប់យកឱកាសទេខ្ញុំនិងក្រុមការងារបានចរចាជោគជ័យនាំយីហោកងឆាពីតៃវ៉ាន់មកកម្ពុជាក្នុងឆ្នាំ2021សាខាទី1ត្រូវបានបើកឡើងក្នុងរយៈពេលខ្លីឥឡូវនេះយើងមានសាខា9និងកំពុងពង្រីកបន្ថែមសាខាជាច្រើនទៀតរយៈពេលនៃការរាតត្បាតនៃជំងឺ COVID-19 គឺជាការលំបាកមួយសម្រាប់ក្រុមហ៊ុនជាច្រើនក្នុងសកលលោកប៉ុន្តែក្រុមហ៊ុនយើងមិនបានបិទសាខានិងមិនបានកាត់បន្ថយបុគ្គលិកម្នាក់ណាមួយឡើយពួកយើងបានជួយគ្នាទៅវិញទៅមកដើម្បីឆ្លងផុតស្ថានភាពលំបាកនេះជាមួយគ្នាបច្ចុប្បន្ននេះពួកយើងកំពុងធ្វើការយ៉ាងស្វិតស្វាញលើសំណង់សាខាថ្មីនិង IFL ដែលយើងជឿជាក់ថាគម្រោងមួយនេះដែលរួមបញ្ចូលសាខាថ្មីរបស់កងឆានិងSoreនឹងក្លាយជាគោលដៅសំខាន់មួយនិងចម្បងជាងគេរបស់ក្រុមហ៊ុនដោយសារយើងគិតគូរបានយ៉ាងល្អិតល្អន់លើគម្រោងមួយនេះយើងមានការរំពឹងខ្ពស់និងសុខចិត្តនិយមនៅលើទីតាំងការប្រតិបត្តិការនិងសេវាកម្មទៅលើអតិថិជនគោលដៅយើងខ្ញុំក៏មានមោទនភាពជាខ្លាំងលើសាខានេះតាំងតែពីចាប់ផ្ដើមគម្រោងបុកគ្រឹះមកព្រោះខ្ញុំជឿជាក់ថាទីតាំងនេះជាទីតាំងល្អបំផុតមួយសម្រាប់គម្រោងធំបែបនេះជាសារមួយពីខ្ញុំទៅកាន់បងប្អូនដែលជាមិត្តរួមការងារទាំងអស់គ្នាសូមប្រើប្រាស់ពេលវេលារបស់យើងម្នាក់ៗដែលមាន24ម៉ោងក្នុងមួយថ្ងៃស្មើគ្នាទាំងអស់គ្នាហ្នឹងមិនថាតួនាទីណាកម្រិតណាប្រាក់ចំណូលប៉ុណ្ណាឲ្យមានប្រសិទ្ធភាពជាទីបំផុតចំណេះដឹងបទពិសោធន៍
សមត្ថភាពអាចនឹងខុសគ្នាប៉ុន្តែពេលវេលាសម្រាប់អ្នកទាំងអស់គ្នាគឺស្មើគ្នាទាំងអស់ដូច្នេះសូមកុំបណ្ដោយឲ្យ3ឬក៏5ឆ្នាំបន្ទាប់របស់បងប្អូនទាំងអស់គ្នាមានលទ្ធផលតូចជាងឬស្មើនៅអ្វីដែលបងប្អូនកំពុងមាននាពេលបច្ចុប្បន្ន ខ្ញុំតែងនិយាយថាជោគជ័យរបស់ Elite Food មិនមែនមកពីខ្ញុំម្នាក់ទេប៉ុន្តែជាចំណែកមួយរបស់បងប្អូនយើងទាំងអស់គ្នាខ្ញុំសូមអរគុណបងប្អូនបុគ្គលិកទាំងអស់ចំពោះស្មារតីជាក្រុមការខិតខំប្រឹងប្រែងធ្វើការនិងការចូលរួមគ្នាដែលធ្វើឲ្យ Elite Food ក្លាយជាក្រុមហ៊ុនដែលមានឥទ្ធិពលមួយក្នុងវិស័យម្ហូបអាហារនៅប្រទេសកម្ពុជាជាចុងក្រោយខ្ញុំសូមស្នើសុំឲ្យបងប្អូនយើងខិតខំបន្តពង្រឹងសមត្ថភាពរបស់ខ្លួនមិនថាផ្នែកណាទេព្រោះទាល់តែយើងខ្លាំងទើបយើងអាចជួយខ្លួនយើងបាននិងមិនមានការមើលងាយពីសំណាក់អ្នកណាម្នាក់ ជាចុងក្រោយសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់សហស្ថាបនិកទាំងអស់របស់ក្រុមហ៊ុនដែលបានបង្កើតនិងបន្តបង្កើនការងារសម្រាប់បងប្អូនទាំងអស់គ្នានៅពេលនេះនិងបងប្អូនដទៃទៀតនៅពេលខាងមុខ អរគុណសម្រាប់10ឆ្នាំកន្លងមកនេះយើងនឹងដើរទៅមុខជាមួយគ្នាទៀត